អាយដាមបណ្ឌិតខាន់វ៉ាន់បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រដល់និស្សិតគ្រឹះស្ថានឧត្តមសិក្សាទាំង3នៃក្រសួងកសិកម្មផ្សាយចេញពីរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារ900ខែភទ្របទឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី16ខែកញ្ញាឆ្នាំ2025អាយុដាមបណ្ឌិតខាន់វ៉ាន់រដ្ឋលេខាធិការក្រសួងយុតិធម៌បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាទាំង3រួមមានសាកលវិទ្យាល័យភូមិន្ទកសិកម្មវិទ្យាស្ថានជាតិកសិកម្មព្រៃលីបនិងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អាយដាមបណ្ឌិតសភាចាហងជុនរិនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពិធីប្រគល់សញ្ញាបត្រនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រក្នុងបរិយាកាសដ៏អធិកអធមនិងពោពេញដោយក្តីរីករាយរបស់និស្សិតដែលទទួលបានសញ្ញាបត្រក៏ដូចជាគ្រួសារអ្នកគ្រូបង្រៀននិងភ្ញៀវកិត្តិយសទាំងអស់នៅក្នុងឱកាសដ៏មានអត្ថន័យនេះការចូលរួមរបស់អាយដាមបណ្ឌិតខាន់វ៉ាន់គឺជាការបង្ហាញឲ្យឃើញនៃការគាំទ្រយ៉ាងពេញទំហឹងនៃក្រសួងយុតិធម៌ចំពោះការអប់រំនិងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យកសិកម្មដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរពិធីប្រគល់សញ្ញាបត្រនេះមិនត្រឹមតែជាការចូលរួមអបអរសាទរជ័យជំនះនៃនិស្សិតនោះទេប៉ុន្តែវាជាការបញ្ជាក់យ៉ាងច្បាស់ផងដែរថាកិច្ចសហការរវាងក្រសួងកសិកម្មនិងក្រសួងអប់រំនៅក្នុងការបណ្ដុះបណ្ដាលយុវជនឲ្យក្លាយជាថ្នាក់ជំនាន់ក្រោយនិងជំនាញអាចចូលរួមស្ថាបនាប្រទេសឲ្យរីកចម្រើនបានយ៉ាងខ្លាំងក្លាទៀតផង